យំទៅគ្មានអ្នកណាឈឺចាប់ហើយមិនយំទេពាក្យថាទទួលស្គាល់ការពិតធ្វើឲ្យអ្នកទាំងអស់គ្នាមិនលិចលង់ជាមួយនឹងអតីតកាលធ្វើឲ្យអ្នកទាំងអស់គ្នាមិនឈឺចាប់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាជួបបញ្ហាអ្វីក៏ដោយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាប្រាប់ខ្លួនឯងថាទទួលស្គាល់ការពិតថានៅពេលនេះអ្នកទាំងអស់គ្នាបានបាត់បង់មនុស្សដែលយើងស្រឡាញ់ហើយទទួលស្គាល់ការពិតថានៅពេលនេះអ្នកទាំងអស់គ្នាបានបាត់បង់នៅទ្រព្យសម្បត្តិដែលអ្នកទាំងអស់គ្នាធ្លាប់មានហើយទទួលស្គាល់ការពិតថាអ្នកទាំងអស់គ្នាបានបាត់បង់គ្រួសារមួយដែលអ្នកទាំងអស់គ្នាធ្លាប់មានហើយបើសិនជាអ្នកទាំងអស់គ្នាមិនអាចទទួលស្គាល់ការពិតបានទេអ្នកទាំងអស់គ្នានឹងនៅលិចលង់ជាមួយតែអតីតកាលនៅលិចលង់ជាមួយតែបញ្ហាដែលអ្នកទាំងអស់គ្នាកំពុងតែជួបប្រទះអ្នកទាំងអស់គ្នានឹងមិនអាចក្រោកឡើងដើរទៅមុខបានទៀតទេឈប់ប្រើសំណួរជាមួយខ្លួនឯងថាហេតុអ្វីសំណួរហេតុអ្វីនេះគឺធ្វើឲ្យអ្នកទាំងអស់គ្នានឹងនៅមួយកន្លែងមិនអាចក្រោកទៅមុខបានបើសិនជាពេលនេះអ្នកទាំងអស់គ្នាបានបែកបាក់នៅតំណែងប្តីប្រពន្ធកុំសួរខ្លួនឯងថាហេតុអ្វីគេមិនស្ដាយអនុស្សាវរីយ៍ដែលសាងជាមួយគ្នា5 6ឆ្នាំ10ឆ្នាំហេតុអ្វីគេទៅចោលខ្ញុំហេតុអ្វីគេក្បត់ខ្ញុំហេតុអ្វីគេទុកខ្ញុំចោលអ្នកទាំងអស់គ្នានឹងមិនអាចបានចម្លើយដែលពិតប្រាកដទេបើសិនជានៅសួរខ្លួនឯងអ្នកទាំងអស់គ្នានឹងបានត្រឹមតែចម្លើយដែលคล้ายៗឲ្យខ្លួនឯងនេះកុហកខ្លួនឯងសំណួរថាហេតុអ្វីគឺជាសំណួរមួយដែលធ្វើឲ្យយើងចេះកុហកខ្លួនឯងធ្វើឲ្យយើងនេះមិនអាចបន្តដំណើរទៅមុខបានត្រូវចាំថាបើសិនជាគេទៅចោលយើងហើយគ្មានហេតុអ្វីក្រៅតែពីគេអស់ចិត្តពីយើងគេទៅមានអ្នកថ្មីគេឈប់ស្រឡាញ់យើងទេឈប់សួរសំណួរថាហេតុអ្វីហើយមកស្ដីបន្ទោសឲ្យខ្លួនឯងហើយមកចង់ឲ្យខ្លួនឯងកែប្រែអ្វីមួយដើម្បីចង់បានគេមកវិញត្រូវចាំថានៅពេលដែលមនុស្សម្នាក់ដែលធ្លាប់ស្រឡាញ់យើងនៅជាមួយយើងគេដើរចេញពីយើងហើយមានន័យថាគេអស់ចិត្តស្រឡាញ់ជាមួយយើងហើយមានន័យថាគេទៅស្រឡាញ់អ្នកថ្មីហើយមិនមែនមកពីយើងខុសទេគឺមកពីគេអាត្មានិយមគឺមកពីគេនឹងគឺជាមនុស្សដែលមិនចេះគ្រប់គ្រាន់គឺមកពីគេគឺជាមនុស្សដែលមិនស្មោះត្រង់មិនមែនមកពីខ្លួនឯងទេកុំស្ដីបន្ទោសឲ្យខ្លួនឯងហើយកុំចង់កែប្រែខ្លួនឯងគីឡូគេត្រឡប់មករកយើងវិញមនុស្សដែលឈានជើងចេញពីយើងក្បត់យើងហើយគឺមិនមែនមកពីយើងជាអ្នកខុសទេគឺមកពីគេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទទួលស្គាល់ការពិតចំណុចហ្នឹងថាអូទទួលស្គាល់ថាឥឡូវនេះគេបានទៅចោលខ្ញុំហើយគេបន់ក្បត់ខ្ញុំហើយអញ្ចឹងអ្វីដែលខ្ញុំធ្វើបានគឺកាត់ចិត្តកុំនឹកនៅរឿងរ៉ាវអនុស្សាវរីយ៍10 20ឆ្នាំមនុស្សប្រុសដែលហ៊ានដើរចេញពីយើងហើយគឺជាមនុស្សប្រុសម្នាក់គេមិនដែលនឹកស្ដាយអនុស្សាវរីយ៍របស់យើងទេកុំគិតថាគេស្ដាយអនុស្សាវរីយ៍យើងសាង5 6ឆ្នាំ10 20ឆ្នាំគេអត់មានស្ដាយទេបើសិនជាគេស្ដាយគេនឹងមិនចាប់ដើមក្បត់យើងគេមិនចាប់ដើមទៅចោលយើងទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទទួលស្គាល់ចំណុចទាំងអស់ហ្នឹងទើបអ្នកទាំងអស់គ្នាអាចកាត់ចិត្តបានទើបអ្នកទាំងអស់គ្នាអាចក្រោកសាងជីវិតថ្មីបានបើសិនជាមានកូនត្រូវតែព្យាយាមរកមុខរបរមួយដែលអាចមានរកចំណូលដែលមានស្ថិរភាពចិញ្ចឹមកូនរបស់យើងផ្ដល់នៅអាហារផ្ដល់នៅការសិក្សាឲ្យគាត់ឲ្យគ្រប់គ្រាន់យើងមានទំនួលខុសត្រូវមានអំរែកដែលធ្ងន់ជាងមុនដោយសារតែកូនដែលយើងត្រូវចិញ្ចឹម2នាក់ឥឡូវនេះយើងត្រូវតែទំនួលខុសត្រូវតែម្នាក់ឯងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតនៅចំណុចទាំងអស់ហ្នឹងទទួលស្គាល់ការពិតកាត់ចិត្តកសាងខ្លួនឯងមកវិញខ្ញុំជឿថាអំឡុងពេលដែលយើងកំពុងបែកបាក់គ្មាននរណាកាត់ចិត្តបានភ្លាមហើយគ្មាននរណាទទួលស្គាល់ការពិតបានភ្លាមទេតែអ្នកទាំងអស់គ្នាត្រូវតែព្យាយាមវឹកហាត់ខ្លួនឯងវឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃវាឈឺចាប់តែយូរទៅយើងនឹងស៊ាំយូរទៅយើងនឹងទទួលស្គាល់ការពិតបានយើងនឹងលេងអីស្អែកឡើងយើងក្រោកឡើងអូថ្ងៃនេះខ្ញុំឈប់ឈឺចាប់ហើយថ្ងៃនេះខ្ញុំឈប់ខូចចិត្តហើយនឹងគឺជាថ្ងៃមួយដែលអ្នកទាំងអស់គ្នារឹងមាំយ៉ាងពិតប្រាកដកសាងខ្លួនឯងមកវិញអ្នកទាំងអស់គ្នាត្រូវចាំថាគ្មានមនុស្សណាម្នាក់ស្លាប់ដោយសារការឈឺចាប់គ្មាននរណាម្នាក់ស្លាប់ដោយសារការខូចចិត្តទេអ្នកដែលស្លាប់គឺដោយសារតែគាត់មិនចង់រស់ដោយខ្លួនឯងមិនមែនស្នេហាមកឲ្យគាត់ស្លាប់ទេដោយសារគាត់អត់រឹងមាំនៅក្នុងរឿងមួយហ្នឹងគាត់គិតខ្លីគាត់ទៅបញ្ចប់ខ្លួនឯងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនថាពេលនេះជួបប្រទះបញ្ហាអ្វីក៏ដោយអានេះខ្ញុំនិយាយផ្ដោតទៅលើទំនាក់ទំនងស្នេហាប្តីប្រពន្ធឬក៏គូសង្សារបើសិនជាយើងកំពុងតែបែកបាក់ទទួលស្គាល់ការពិតនេះមួយធ្វើឲ្យយើងកាត់ចិត្តបានលឿនធ្វើឲ្យយើងឆាប់ក្រោកមកវិញបានលឿនយកការឈឺចាប់ទាំងនេះមកពង្រឹងខ្លួនឯងកុំគិតខ្លីកុំបោះបង់ខ្លួនឯងបើសិនអំឡុងពេលនេះឈឺចាប់យំមកយំឲ្យអស់ពីចិត្តយំទៅគ្មាននរណាឈឺចាប់ហើយមិនយំទេ
ពេលដែលយើងយំមិនប្រកាសថាយើងគឺជាមនុស្សដែលទុនជ្រាយដែលទុនខ្សោយដែលយើងយំដើម្បីឲ្យអស់នៅអ្វីដែលយើងណែននៅក្នុងទ្រូងយំចេញមកស្អែកឡើងជូតទឹកភ្នែកបើសិនជាអាចធ្វើអ្វីបានក៏ធ្វើបានខ្លះៗក៏ធ្វើទៅបើធ្វើអ្វីមិនទាន់បានក៏ព្យាយាមនៅផ្ទះហើយកុំស្ដាប់បទណាដែលខូចចិត្តច្រើនហើយកុំនៅម្នាក់ឯងនៅផ្ទះក៏ដោយយើងត្រូវការមាននរណាគេម្នាក់មិត្តភក្តិម្នាក់ដែលយើងទុកចិត្តបានហើយយើងអាចចែករំលែកនៅរឿងដែលឈឺចាប់របស់យើងទៅកាន់គេបានមិនមែនឲ្យនៅក្នុងផ្ទះហើយសងំនៅក្នុងបន្ទប់ចាក់សោស្ដាប់បទចម្រៀងឈឺចាប់ខូចចិត្តហ្នឹងអានឹងធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែធ្លាក់ទឹកចិត្តបន្ថែមទៀតអាចនឹងទៅវត្តធ្វើបុណ្យប្រឡែងសัตว์ទៅមើលទេសភាពទៅមើលសួនធ្វើឲ្យអារម្មណ៍របស់យើងវាធូរស្រាលខ្លះខូចចិត្តបានតែកុំខូចចិត្តយូរពេកខូចចិត្តបានតែកុំវាយធ្វើបាបខ្លួនឯងខ្ញុំជឿថាអ្នកដែលកំពុងតែជួបការបែកបាក់ស្នេហាកំពុងតែធ្វើបាបខ្លួនឯងអ្នកខ្លះដេកយំមិនយំឲ្យចេញទេដេកហូរទឹកភ្នែកអាការដែលយើងហូរទឹកភ្នែកដែលយើងមិនយំចេញនេះគឺឈឺចាប់ណាស់សួរឲ្យយើងយំឲ្យលឺអាហ្នឹងគឺជាការយំដែលបន្ធូរអារម្មណ៍តែអាការដេកបង្ហូរទឹកភ្នែកនេះមួយគឺទឹកភ្នែកដែលរីងរៃទឹកភ្នែកដែលឈឺចាប់ខ្លាំងអញ្ចឹងកុំធ្វើបែបហ្នឹងកុំបង្អត់អាហារខ្លួនឯងដល់ម៉ោងញ៉ាំបានមិនបានមួយម៉ាត់ពីរម៉ាត់ក៏ត្រូវតែញ៉ាំកុំគិតខ្លីមើលអនាគតឲ្យបានវែងឆ្ងាយមើលរាងកាយរបស់យើងទាំងមូលដែលម្ដាយឪពុករបស់យើងខំចិញ្ចឹមមើលថែយើងតាំងពីតូចមកសូម្បីតែសត្វល្អិតខំណាមកប៉ះកូនទៅញ៉ែតដាក់គេប៉ះកូនអញអត់បានទេចុះហេតុអីយើងមកធ្វើបាបរាងកាយមួយនឹងដោយសារតែមនុស្សម្នាក់ដែលជាអ្នកដតីឲ្យសុទ្ធសាធអត់គួរធ្វើបែបហ្នឹងទេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអំឡុងពេលនេះបានឃើញវីដេអូខ្ញុំហើយអ្នកទាំងអស់គ្នានឹងភ្ញាក់រលឹកដាស់ខ្លួនឯងឈប់ធ្វើបាបខ្លួនឯងហើយជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតឈឺចាប់កាត់ចិត្តលើโลกនេះគ្មាននរណាដែលមិនចេះឈឺចាប់ទេគ្មាននរណាដែលមិនមានបញ្ហាទេតិចឬច្រើនអាស្រ័យទៅលើបញ្ហារបស់បុគ្គលរៀងៗខ្លួនកុំគិតថាយើងមានបញ្ហាតែម្នាក់ឯងគេក៏មានដែរអញ្ចឹងគេអាចរឹងមាំបានហេតុអ្វីយើងមិនអាចបានប្រាប់ខ្លួនឯងចំណុចហ្នឹងអញ្ចឹងកុំភ្លេចចាប់ពីពេលនេះទៅវេលានេះទៅស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំស្រឡាញ់នរណាលើសខ្លួនឯងអ្វីក៏ដោយដែលលើសពេកនឹងធ្វើឲ្យយើងឈឺចាប់បើសិនជាអ្នកទាំងអស់គ្នាមិនស្រឡាញ់គេលើសពេកមិនទុកចិត្តគេលើសពេកមិនផ្ដល់ក្តីសង្ឃឹមទៅគេលើសពេកម្លេះអ្នកទាំងអស់គ្នាក៏មិនឈឺចាប់ខ្លាំងដល់ថ្នាក់ហ្នឹងដែរអញ្ចឹងជាមេរៀនជីវិតមួយដែលធំបំផុតធ្វើអ្វីក៏ដោយកុំលើសពេកស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងអ្នកដទៃការដែលស្រឡាញ់ខ្លួនឯងច្រើនជាងអ្នកដទៃមិនមែនយើងអាត្មានិយមទេគឺយើងកំពុងតែយល់ពីខ្លួនឯងគឺយើងកំពុងតែយល់ថាតើអ្វីទៅគឺជាក្តីស្រឡាញ់ដែលពិតប្រាកដអ្វីទៅគឺជាក្តីសុខដែលពិតប្រាកដគឺក្តីសុខរបស់ខ្លួនឯងចេះផ្ដល់ឲ្យខ្លួនឯងគឺក្តីស្រឡាញ់ដែលខ្លួនឯងចេះផ្ដល់ឲ្យខ្លួនឯងនឹងគឺជាក្តីស្រឡាញ់ដែលពិតប្រាកដក្តីសុខដែលពិតប្រាកដគ្មានអ្នកណាយកទៅបាននឹងឯងគឺជាក្តីស្រឡាញ់របស់យើងដោយផ្ទាល់អញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងឯងសង្ឃឹមថាអ្នកទាំងអស់គ្នាក៏មានបញ្ហាអ្វីក៏ដោយព្យាយាមស្រឡាញ់ខ្លួនឯងច្រើនបើសិនជាអាចបើសិនជាណែនទ្រង់ខ្លាំងយំឲ្យអស់ចិត្តទៅបើសិនជាអាចអោបខ្លួនឯងក៏បាននិយាយជាមួយខ្លួនឯងក៏បានដែរអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងឯងក៏សង្ឃឹមថាអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងមើលថែខ្លួនឯងឲ្យបានច្រើន